ដូច្នេះមុននឹងទទួលយកបាននៅក្នុងអក្សរព្យញ្ជនវិជ្ជកវចនាពុផែនដែលនៅអង្គអវតារទីទានសេនាកលាពារបស់ខ្ញុំបាទមហាចាររតនជ័យជាចៅប្រមុនជាអ្នកជំនឿដូនតាចំនួនក្រោយសូមលោកទាំងឡាយតាំងចិត្តដើម្បីលំអោននៅក្នុងធម្មៈដែលជាទាសារបស់ព្រះអរិយមេត្រីនៃអវតាររក្សានៃចម្ពោះទ្វីបអ្នកមតសសភិក្វតអរហតសមមសមពតធសសនិមតសសភិក្វតអរហតសមមសមពតធសសនិមតសសភិក្វតអរហតសមមសមពតធសសពតធសារណកិច្ចឆមិធមមសារណកិច្ចឆមិសង្ឃសារណកិច្ចឆមិតរៈអតរៈអ្នកមអហខ្ញុំព្រះករណាសូមក្រាបថ្វាយបង្គំនៅព្រះធម៌ដោយគុណរបស់ព្រះសម្មាសម្ពុទ្ធទាំងឡាយដោយសេចក្តីគោរពអានុភាពនៃកិរិយានមសិកាថ្វាយបង្គំសូមឲ្យកំចាត់បងនៅឧបទ្រពទាំងឡាយទាំងពួងទាំងសេចក្តីអន្តរាយទាំងឡាយជាអនេកក៏ចូលឲ្យវិនិច្ឆ័យទៅកំបីមានសេះសល់ឡើយក្រុមគុំខ្ញុំប្រការណាមហាចាររតនជ័យចាប់ប្រមុនជាអ្នកជំនឿដូនតាចំនួនក្រោយបន្តអំពីរំលឹកនឹកគុណព្រះរតនត្រ័យមានពុទ្ធរតនធម្មរតនសង្ឃរតនដោយសេចក្តីគោរពហើយពុទ្ធាំងសារណង្កច្ឆាមិធម្មំសង្ឃំសារណង្កច្ឆាមិការផ្សាយមេត្តានៃការយត្រាចររាល់នៃបែបបទនិងស្ថានដើម្បីឲ្យយល់អំពីអក្សរសាស្ត្រនិងអក្សរសិល្ប៍ថាអក្សរសាស្ត្រនិងអក្សរសិល្ប៍ដែលខ្ញុំប្រកាសណាបើកបង្ហាញនៅក្នុងពេលវេលាដែលត្រូវបានបង្ហាត់បង្រៀនដោយជាក់ស្ដែងនិងយល់ច្បាស់អំពីអត្ថន័យព្រះធម៌ក្នុងការឧបសម្បទាននៃធម្មៈដែលជាឯកតៈឯកវចនៈនៃព្យញ្ជនៈដែលមាន33តួព្រមទាំងស្រៈពេញតួដែលមាន24តួនៅក្នុងឯកតៈឯកវចនៈនិងដែលមាន24តួនៅក្នុងឯកតៈឯកវចនៈព្រមទាំងស្រៈពេញតួ15តួដែលមាននៅក្នុងបាពហុបៈឯកវចនៈរួមចូលគ្នានៅក្នុងឯកតៈឯកវចនៈដែលបានបាពហុបៈទៅតាមសូរនឹងអត្តន័យសេចក្តីអធិប្បាយបរិយាយជូនទៅដល់ពិភពលោកយល់យកប្រកបនៅក្នុងពាក្យអត្ថនេះដោយសេចក្តីគោរពនិងជ្រះថ្លាឲ្យលោកទាំងឡាយយល់អំពីអកំបាំងនៃអច្ឆរិយៈអ្នកដែលបានយល់យកប្រកបនៅក្នុងអកំបាំងមួយនេះសិតសឹងជាបុគ្គលដែលបានប្រកបនៅក្នុងរបស់មគ្គធៈដែលជានគរពោពេញទៅដោយសម្រស់នៃធម្មជាតិដូច្នេះនៅក្នុងឯកតៈឯកវចនៈនៃអក្សរសាស្ត្រនិងអក្សរសិល្ប៍ទីចំនៅក្បួនក្បាច់រចនានៅក្នុងបាពហុបៈឯកវចនៈទី1ដែលទុកនៅក្នុងព្រះពុទ្ធសាសនាព្រលឹងនៃជាតិមាតុភូមិដូច្នេះខ្ញុំប្រកាសណានឹងបកអត្តន័យសេចក្តីអធិប្បាយបរិយាយចំពោះហេតុដែលមាននៅក្នុងស្រៈព្យញ្ជនៈដែលជាអក្សរសាស្ត្រនិងអក្សរសិល្ប៍ដើម្បីយល់យកប្រកបនៅក្នុងបាពហុបៈឯកវចនៈនៃសាសនាគឺការដែលបានទទួលស្គាល់និងទុកដែលជាអត្តសញ្ញាណដែលបាននៅក្នុងប្រទេសកម្ពុជាគឺប្រទេសដែលរក្សាសាសនាគឺរក្សាសិលគឺជាប្រទេសដែលរក្សាសិល5ប្រចាំកាយដើម្បីคล้ายទៅជាបន្ត្រាស់យល់យកប្រកបនៅក្នុងលទ្ធិសញ្ញាដូច្នេះលោកទាំងឡាយក៏ការបង្កើតនៅក្នុងហេតុដែលជាប្រាង្គប្រាសាទប្រកបនៅក្នុងអតីតបច្ចុប្បន្ននិងអនាគតដូច្នេះពាក្យថាអតីតគឺជាពេលវេលាដែលបានឆ្លៀតនៅក្នុងកិរិយារាវរកនិងជាប្រយោជន៍នាំមកនៅសុខភាពដែលបានសុខសាន្តដូច្នេះនៅក្នុងអក្សរព្យញ្ជនវិជ្ជកមាន2នៃធាតុពហុបៈឯកវចនៈដើម្បីផ្សំនៅក្នុងហេតុដែលជានិមិត្តនៅក្នុងការផ្ដល់វណ្ណយុទ្ធគឺជានិមិត្តសញ្ញាដើម្បីទទួលរាល់នៃសក្តាយុរបស់ប្រវេណីដូច្នេះខ្ញុំប្រកាសណានឹងបកស្រាយអំពីអត្ថន័យសេចក្តីអធិប្បាយដូចម្ដេចដែលហៅថាអក្សរសិល្ប៍អក្សរសាស្ត្រគឺជាបាពហុបៈឯកវចនៈដែលមានឯកវចនៈហៅថានាមរូបនិងរូបអត្ថន័យសេចក្តីអធិប្បាយគឺអរូបីនិងរូបីសេចក្តីអត្ថយ៉ាងនេះឯងឲ្យឈ្មោះថាពុទ្ធវចនៈប្រកបនៅក្នុងឯកតៈឯកវចនៈព្យញ្ជនៈទាំង33តួរីឯវណ្ណយុទ្ធគឺជាហេតុដែលនាំមកបង្កើតនៅក្នុងអត្ថន័យសេចក្តីអធិប្បាយឲ្យឈ្មោះថាអក្សរសិល្ប៍ប្រគំទៅដោយការបង្កើតនៃលេខនិង
ដែលមាននៅក្នុងលហុបៈនិងពហុបៈឯកវចនៈក្នុងលហុបៈនិងឯកវចនៈឲ្យនិមិត្តសញ្ញាថាវណ្ណយុទ្ធមានន័យថាជាភ្លេងប្រពៃណីទំនៀមទម្លាប់បង្កប់រាប់បញ្ជាហាក់បីដូចជាប្រាង្គប្រាសាទដែលបន្សល់ទុកដើម្បីជាអត្តសញ្ញាណដើម្បីតម្កល់ឲ្យយល់អំពីអក្សរសិល្ប៍ដូច្នេះលោកទាំងឡាយខ្ញុំប្រកាសណាសូមពោលថាទូទាំងពិភពលោកត្រូវតែស្គាល់អច្ឆរិយៈដែលជាអ្នករក្សាភាពអស្ចារ្យគឺជាអក្សរសាស្ត្រនិងអក្សរសិល្ប៍ចំណេះវិជ្ជានិងអនុភាពនៅក្នុងការដែលកើតចំណេះជាអាហារបញ្ញាជាអសត់ចិត្តជាវុធកាយជាកម្លាំងឯណាដែលជាកម្លាំងបដិបត្តិនៃព្រះធម៌ហៅថាធម្មៈនេះជាឯកតៈឯកវចនៈរបស់កម្ពុជាអច្ឆរិយៈដូច្នេះច្រើនទសវត្សរ៍ច្រើនសតវត្សរ៍ច្រើនគ្រិស្តសករាជទាំងឡាយមិនដែលទាន់បានស្គាល់នៅក្នុងអត្ថន័យសេចក្តីអធិប្បាយអ្វីទៅដែលហៅថាអក្សរសិល្ប៍ដូច្នេះថ្ងៃនេះទូលព្រះបង្គំខ្ញុំប្រកាសណានឹងបង្ហាញអំពីអក្សរសិល្ប៍ដើម្បីឲ្យលោកទាំងឡាយដឹងអំពីអច្ឆរិយៈនៃប្រាង្គប្រាសាទនិងទឹកដីអច្ឆរិយៈដូច្នេះសូមតាមដាននៅក្នុងការពន្យល់របស់ខ្ញុំព្រះករុណាមហាចារ្យរតនជ័យជាចៅប្រមុនជាអ្នកជំនឿដូនតាចំនួនក្រោយពាក្យថាសញ្ញាបោកមានន័យថាប្រែមកគឺថាកក្កបានពាក្យថាកក្កបានគឺជាអំណោយអញ្ចឹងលោកទាំងឡាយស្ដាប់ឲ្យបានច្បាស់ហើយយល់នៃសេចក្តីអត្ថនេះឲ្យបានត្រឹមត្រូវពាក្យថាអក្សរសិល្ប៍នេះគឺលេខបូកនេះតំណាងឲ្យកក្កបានពាក្យគឺជាសញ្ញាបូកន័យរបស់វាគឺអំណោយគឺបានផ្ដល់អំពីសប្បុរសជនអំណោយនេះវាមិនបានគ្រប់គ្រាន់នៅក្នុងការកង្វះខាតដែលខ្លះបានខ្លះមិនបានសញ្ញាស្មើអត្ថន័យរបស់វាចេញគឺអន់ចិត្តនិងពេញចិត្តបើបុគ្គលឯណាមួយបានអំណោយនោះក្នុងការដែលខ្លួនទទួលបានឲ្យចិត្តបុគ្គលដែលទៅដែរហើយតែមិនបានហើយមានការខ្វែងគំនិតគ្នាដោយអំណោយនោះផ្ដល់ឲ្យអ្នកក្រីក្រឬអ្នកកំសត់ទូរគតជាដើមឡាក់នឹងឡាក់វាជាពាក្យពេចន៍របស់សាធារណនាមដូច្នេះលោកទាំងឡាយត្រូវយល់ថាពាក្យដែលកាលណាចែកមិនស្មើនេះអំណោយតែងតែមានការពោលដោយការចែកមិនស្មើភាពមួយអ្នកទីតលមួយអ្នកអត់ស៊ីមួយអ្នកមានស៊ីអញ្ចឹងពាក្យថាអន់ចិត្តនេះឯងវាជាអកុសលពាក្យថាពេញចិត្តជាកុសលហើយដែលទៅបើកនឹងគេដែរតែមិនបានដោយយើងអត់មានបងឬបាត់ដែលជាសញ្ញានោះតែថាបានឬក៏បាត់ដែលទទួលស្គាល់អំពីម្ចាស់អំណោយហើយបើសិនជាបុគ្គលនោះមិនមានបាត់នោះទេមិនបានទទួលយកអំណោយឡើយតែគាត់មានការកង្វះខាតដូច្នេះនៅក្នុងប្រជាជន3ពួកដែលហៅថាការកង្វះខាតដោយអនិច្ចំទុក្ខអនត្តាអញ្ចឹងពាក្យថាកុសលធម៌អកុសលធម៌អព្យាក្រឹតដែលបានកំណត់ទុកនៅក្នុងភាពក្រីក្រទូរគតនៅក្នុងសភាវៈចាស់ជរាជាដើមឡាក់នឹងឡាក់ឲ្យលោកយល់ថាកាលណាបុគ្គលដែលបានចែកអំណោយនេះមិនបានផលទៅតាមក្រឹតក្រមដែលត្រូវបានបើកជាអំណោយចុះបុគ្គលដែលមិនបានគឺអន់ចិត្តនេះឯងគេហៅថាអកុសលធម្មបុគ្គលដែលបានអំណោយនោះឲ្យឈ្មោះថាការពេញចិត្តគឺបាននៅកុសលធម្មដូច្នេះកុសលធម្មអកុសលធម្មវាទុកនៅក្នុងអនិច្ចំការអន់ចិត្តការដែលវាមិនពេញចិត្តនៅក្នុងរបស់ដែលមានជាអំណោយនោះឯងដូច្នេះត្រូវមិនបានព្រោះមានអ្នកដែលបានត្រូវទទួលបាត់នីមួយសិតសិនមានអាជ្ញាប័ណ្ណដូច្នេះអនត្តាមានន័យថារបស់អំណោយដែលគេចែកមិនមែនជារបស់កម្មសិទ្ធិរបស់យើងដូច្នេះខ្ញុំស្រាយត្រង់កន្លែងនេះឲ្យយល់អន់ចិត្តមានន័យថាបានឬមិនបានឬអត់បានផ្ទុយនឹងអត់អញ្ចឹងលោកទាំងឡាយពាក្យថាអន់ចិត្តគឺមានន័យថាអនិច្ចំនេះអន់ទឹកអន់ចិត្តសពុនទុក្ខំមានន័យថាទុកដោយមិនយុត្តិធម៌ឃើញទេគឺអកុសលមិនយុត្តិធម៌ប្រែមកគឺអកុសលធម្មយុត្តិធម៌មានន័យថាកុសលធម្ម
ចឹងអនត្តាគឺមិនមែនរបស់ដែលជាកម្មសិទ្ធិរបស់បុគ្គលណាឡើយជារបស់ដែលមានឯកសិទ្ធិនៅក្នុងការដែលជំនួយអំពីការឧបត្ថម្ភឧបត្ថម្ភឲ្យជាន់នៅក្នុងហេតុដែលមនុស្សផងទាំងឡាយគេរួមគ្នាធ្វើនៅសប្បុរសជនដូចជាការចូលនៅក្នុងការកັບបាណាបុគ្គលដែលមិនបានទទួលហើយវានឹងខ្លាយទៅជាទុក្ខដោយសារតែមួយខ្វះមួយលើសដូច្នេះអនត្តាមានន័យថាសេចក្តីដែលដឹងថាអនិច្ចំនេះគឺការក្រោតក្រៀតលិនទានិយាយដើមអ្នកនេះបានអ្នកនោះមិនបានរបស់ដែលគេបានឲ្យនោះវាមិនត្រូវទៅតាមកុសលធម្មាទៅតាមធម៌ដល់ប្រពៃទេវាមានការឧទាហរណ៍ថាមេភូមិមេឃុំនឹងអញ្ចឹងទៅបានយកអំណោយនឹងដើរចែកដល់បងប្អូនខ្លួនឯងជាដើមអានោះឧទាហរណ៍ឲ្យយល់នៅក្នុងឯកតឯកវចនៈដូច្នេះមានន័យថាមិនមែនជារបស់យើងព្រោះហេតុអីព្រោះអំណោយនេះវាជាអំណោយរបស់កបាមានន័យថាជាអំណោយដែលរួមគ្នាទូទាំងសាធារណជនគឺជនដែលបានរួបរวมបន្តអំពីលោកទាំងឡាយបានមើលនៅក្នុងការបញ្យល់អំពីសុភាវៈដែលជាអក្សរសិល្ប៍ដូច្នេះខ្ញុំបាទបញ្យល់នៅក្នុងហេតុនេះហើយនឹងលើកអត្ថបទដែលជាអក្សរសិល្ប៍គឺជាការបង្កើតលេខហៅថាអក្សរសិល្ប៍សញ្ញានៅក្នុងបូកដកគុណចែកដែលជាអធិនៃសញ្ញាហៅថាវណ្ណយុត្តជាកកើតមកអំពីលហុបៈឯកវចនៈបាពហុបៈនៃវណ្ណយុត្តដូច្នេះខ្ញុំនឹងលើកអត្ថដើម្បីបញ្ជាក់ដើម្បីឲ្យងាយយល់បន្ថែមក្នុងការព្យាករណ៍របស់ព្រះដ៏មានព្រះភិក្ខដែលលោកបានសម្ដែងទុកនៅក្នុងហេតុចឹងនៅក្នុងឯកតឯកវចនៈលោកទាំងឡាយត្រូវយល់ឲ្យច្បាស់ក្នុងការសន្តាប់ពាក្យសម្ដីរបស់ខ្ញុំឲ្យបានច្បាស់ដោយយកចិត្តទុកដាក់ឲ្យមែនទែនមានន័យថានៅក្នុងឯកតឯកវចនៈដែលហៅថាអក្សរសិល្ប៍នោះឯងមានភាពឧទាហរណ៍នៅក្នុងហេតុដើម្បីបញ្ជាក់ជាផលហើយសិនជាសរសេរលេខ1នៅក្នុងហេតុបូកដាក់សញ្ញាបូកនៅក្នុងហេតុបូកនឹង6នៅក្នុងហេតុលោកទាំងឡាយច្បាស់ជាឆ្លើយនៅក្នុងតួអក្សរសិល្ប៍យ៉ាងដូចម្ដេចលោកច្បាស់ជា1បូកនឹង6ស្មើនឹង7កន្លែងនេះឯងដែលកន្លែងលោកទាំងឡាយត្រូវយល់អំពីអក្សរសិល្ប៍របស់ខ្មែរបើសរសេរអក្សរលេខ1ហើយដាក់លេខបូកហើយដាក់លេខ6លោកទាំងឡាយនៅក្នុងអក្សរសិល្ប៍គេអត់មានដាក់ចម្លើយបែបហ្នឹងទេកាលណាគេសរសេរនៅក្នុងអក្សរសិល្ប៍គេសរសេរលេខ1បូកនឹងលេខ6ស្មើនឹងគេអាន1សប្តាហ៍ពីអក្សរសិល្ប៍ដែលមានលេខចេញនៅក្នុងរង្វង់ដែលកើតជាភាពអស្ចារ្យនោះពាក្យថា1សប្តាហ៍គេសរសេរលេខ1បូកនឹង6រួចនៅក្នុងអត្តសញ្ញាណដែលគេសម្គាល់ថា1សប្តាហ៍មាន7ថ្ងៃដោយគេប្រើពាក្យយ៉ាងនេះឯងប្រែក្នុងប្រយោគនៃអក្សរសិល្ប៍នៅក្នុងលហុឯកវចនៈយើងត្រូវយល់ឲ្យច្បាស់ថាពាក្យអក្សរសិល្ប៍កាលណា1បូកនឹង6ស្មើនឹង7ប្រែសេចក្តីអត្ថដែលគេត្រូវអានគេអានថា1អាទិត្យនៃរបស់វាគឺសំខាន់ណាស់ដូច្នេះបានគេហៅអក្សរសិល្ប៍ចឹងអ្នកប្រាជ្ញទាំងឡាយនៅក្នុងប្រទេសទាំងអស់នៅលើពិភពលោកมันអាចស្រាយនៃអក្សរសិល្ប៍នេះចេញទេព្រោះវាមានដើមចំនិងដើមហេតុត្រឹមត្រូវហេតុគឺជាសញ្ញាខ្ញុំសូមបញ្ជាក់លោកទាំងឡាយសរសេរលេខ1លោកទាំងឡាយបើយើងប្រើនៅក្នុងឯកវចនៈឲ្យមានពាក្យនៅក្នុងសូរស័ព្ទឧបសម្បទាគឺស្មើនឹង7ដូច្នេះបើប្រើក្នុងអក្សរសិល្ប៍គេហៅថា1អាទិត្យប្រែចេញជាប្រយោគនៅក្នុងស័ព្ទឯកវចនៈប្រើលហុឯកវចនៈដែលមានធាតុគេហៅថាសត្យទិសោស័ព្ទដូច្នេះវាបង្កប់នៅក្នុងអត្ថន័យនឹងជ្រៅទើបបានគ្មានអ្នកណាសាយអក្សរសិល្ប៍ចេញដូច្នេះពាក្យដែលប្រើពី
là hữu ê có vật chả nạ ai à so sơ đã bà gót ở lúc chẳng lại đập về toán cứ đó tay bầm bơ bầu chỉ mũi mà bầm bấy kì hao thá ngay bầm bay sơ hao thá ngay bầm bay chẳng việc opasam bát tía này sâu sạch tẹt sâu nâng sạc đôi chân này lúc chẳng lại tôi đang thạc cút thì cún thò mà cún cả nam mũi bầu nâng bầm bơ cái áo chúng ta bầm bay ní ê có vật chả nạ chụp chân gì nè chia à so sa ri ai à so sánh cái prao prayok tha ngày bầm bay đó ta bầm bay đó ta bầm bơ bầu chỉ mùi bánh cái hao tha ngày sal chẳng sal bầm bay ngày bầm bay cá rưỡi bầm bay đôi trái vía trò lót nực nóng đôi trái à so sa năng à so sánh lấy si chùm râu nó bê đai pra này sẽ nhà cun sẽ nhà đo sẽ nhà trái cái hao thả so sánh nên là không lúc này miền tây bực cun nó thầm cun tì thầm mẹ thằng lái đây chỉ áp này là thua cứ cả làng ông pí lấy thêm năng à so này từ ban cái hao thập chuyên chỉ nếu bây giờ cả quay giờ đang phục hành đây là ông avatar ti tên say na cả là biết rồi bỏ à so sánh năng à so sánh lúc ra tay mà chắc prang và sa nâng mà chắc từ đây đây chỉ nè ở xa hơi scrollประวัติของผู้ในอาสอแต่งอ๋อนี่เติบบ้านบ่อสายเจนในขนมโซซาโอไปสัมปติ